ព្រះអង្គម្ចាស់នៅលើលោកនេះទឹកមានច្រើនណាស់មិនបានជាមកផឹកទឹកលាងព្រះបាទរបស់យើងសេចក្តីស្អាតព្រះអង្គម្ចាស់មិនក៏ទ្រង់ដូចជាឆ្ងាយយ៉ាងចឹងកោប្រមចាំមិនទុនរួមគ្រាទ្រង់ឡើងមកស្រីទឹកអាយ៉ាណាក៏ត្រូវតែមានទឹកផឹកដែរមែនទេឈរស្រួលគ្រាឡើងឈរស្រួលផឹកទឹកទុំផឹកទឹកព្រះអង្គម្ចាស់តើត្រង់យ៉ាងម៉េចហ្នឹងយើងភ័យស្ទើរស្លាប់ហើយឆាវចាំងនេះសំតែស្លាប់ព្រោះឡើងយើងប្រឡាក់ពេញខ្លួនអស់អើយព្រះមហាក្សីមិនបានជាព្រះអង្គម្ចាស់ក្អួតឈាមដល់ស្លាប់ប្រកាសជាឯងសួររឿងនេះធ្វើអីខ្ញុំម្ចាស់ដោយសារតែទ្រង់យើងប្រមានឯងបើឯងហ៊ានទៅខាងកើតនិយាយផ្ដេសផ្ដាស់យើងនឹងសម្លាប់ឯងកុំសម្លាប់ខ្ញុំម្ចាស់ព្រះមហាក្សីខ្ញុំម្ចាស់មិនហ៊ានទេខ្ញុំម្ចាស់មិនហ៊ានទេមិនហ៊ានគឺល្អហើយក្រោកឡើងព្រះគុណព្រះមហាក្សីឯណាព្រះអង្គព្រះអង្គហៅគួកឆាងទៅរៀបចំបុណ្យសពឲ្យព្រះអង្គម្ចាស់ហើយចិនហ្វូងនិងឆៅចាញ់សត្វតែស្លាប់អស់ហើយឆៅជើជៀនឯងរស់នៅលើលោកនេះតែម្នាក់ឯងមានអ្វីសប្បាយចិត្តទៅព្រះមហាក្សីសូម្បីតែលោកសម្ដេចក៏ទ្រង់ចង់ជើជៀនខំធំពីមេឃឲ្យឆៅចាំងនាំទាហានចូលរាជធានីបានន័យថាចង់ក្បត់ក្តីប្រមាថដែលយើងទទួលនៅណានភីកាលពីមុនឥឡូវនេះយើងអាចសងសឹកបានហើយព្រះមហាក្សត្រយ៉ាងនេះមិនទាន់តើទេគឺអាឈិញមែនទីព្រះមេម្ចាស់ពួកឯងចាញ់ក្រៅទៅព្រះមេម្ចាស់មិនក៏មកសួរសុខទុក្ខពីព្រលឹមម្លេះព្រះមេដាយ៉ាងម៉េចនឹងយំស្អីគេមានរឿងស្អីកើតឡើងគឺជើជៀនយ៉ាងម៉េចទេមិនមែនជើជៀនទេមិនមែនជើជៀនទេអញ្ចឹងគឺស្អីគឺនិយាយទៅព្រះមេដាទ្រង់កំរំថត់ប្រតិយឲ្យសោះ
ទី2ជាវិនសោយពុត្រាច្រើនពេកអូនស្លាប់បាត់ទៅហើយព្រះមេដាសុំកាត់ប្រតិទៅព្រះមេដាសុំកាត់ប្រតិទៅជឿវិនកូនមានម្ដាយព្រះមេដាចង់យើងទៅណាព្រះមេដាយើងចង់ទៅជួបអាស្ដេចនោះយើងចង់ទៅរកគេព្រះមេដាស្ដាប់ខ្ញុំម្ចាស់និយាយសិនបុណ្យសពឯងត្រូវឲ្យព្រះមេដាកន្លែងបុណ្យសពរៀបចំរួចអស់ហើយបាត់លើគេនិយាយថាព្រះអង្គអត់ទុំពេញមួយយប់នៅយាមកន្លែងបុណ្យសពនៅឡើយរឿងនេះអត់តាក់ទងនឹងគេពិតមែនទេព្រះអង្គយាងមកដល់បុត្រសូមក្រាបថ្វាយបង្គំព្រះមេដាយើងសួរឯងជឿវិនអួលពុត្រាមិនបានជាឯងមិនហៅពេទ្យលួងឲ្យមកជួយគេភ្លាមព្រះមេដាមិនមែនបុត្រមិនអធិស្ឋានទេប៉ុន្តែជាជាគេពិតជាផ្ដេសផ្ដាស់ពេកហើយនៅថ្ងៃដែលបុត្រឡើងសោយរាជគេបែរជាពាក់អាវកាន់ទុកចូលព្រះរាជដំណាក់បើគុំតែយកយល់ថាបងប្អូនបើគុំតែយល់ដល់ព្រះមេដាគុំអីយើងប្រកាសជាសម្រាប់គេចោលហ៎មែនទេសួរបេះដូងថាមានដែរនឹកមនុស្សម្នាក់នោះដែរទេបេះដូងវាឆ្លើយថាវានឹកស្ទើរតែឈួតទៅហើយទុកអូននៅអ្នកផ្សេងមិនមែនអស់ចិត្តស្នេហ៍ឡើយបងមិនអាចឲ្យអូនមានក្តីសុខពេញលេញបាន